រឿងទោសនៃការសែបគប់បាបមិត្តកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេទលវ័នព្រះអង្គបានប្រារព្ធដល់ភិក្ខុមួយអង្គដែលសែបគប់មនុស្សអាក្រក់ធ្វើជាមិត្តទើបទ្រង់លើកយកជាដកមកសម្ដែងមានសេចក្តីថាកាលកន្លងទៅតថាគតកើតជាស្ដេចត្រកួតអាស្រ័យនៅនឹងដំបូកមួយព្រមទាំងមានពួកបរិវារជាច្រើននិងមានកូនមួយឈ្មោះគតថពលកៈកាលពីក្មេងវាបានសែបគប់បង្គួយជាមិត្តស្ដេចត្រកួតបានដាស់តឿនវាថាមិនគួរសែបគប់បង្គួយជាមិត្តទេព្រោះអាចនឹងនាំមកនូវសេចក្តីវិនាសដល់ក្រុមទាំងមូលនៅថ្ងៃក្រោយប៉ុន្តែវាមិនស្ដាប់ហើយនៅតែរាប់អានបង្គួយជាដដែលឃើញកូនមិនព្រមស្ដាប់បង្គាប់ដូច្នោះស្ដេចត្រកួតក៏បញ្ជាឲ្យពួកបរិវារជីកប្រហោងជាផ្លូវត្រៀមសម្រាប់គេចខ្លួននៅពេលណាមានអាសន្នមកដល់លុះពេលគតថពលកៈធំជាងមុនហើយមានកម្លាំងខ្លាំងសត្វទាំងពីរក៏ប្រឡែងគ្នាលេងនិងតែងធ្វើឲ្យបង្គួយមានរបួសជាប្រចាំបង្គួយគិតថាបើនៅតែដូច្នេះខ្លួនមុខជាត្រូវអស់ជីវិតដោយសារត្រកួតជាមិត្តនេះជាក់ជាមិនខានឡើយលុះគ្រាមួយព្រានម្នាក់ដើរចាប់ត្រកួតនៅម្ដុំចិត្តនោះបង្គួយឃើញដូច្នេះក៏ទៅប្រាប់នាយព្រានថានៅម្ដុំដំបូកនោះមានវងត្រកួតជាច្រើនព្រានត្រេកអរជាខ្លាំងចាប់ត្រកួតបានជាច្រើនក្បាលស្ដេចត្រកួតក៏នាំគ្នាពួកបរិវាររត់គេចខ្លួនតាមប្រហោងដែលជីកត្រៀមនោះប៉ុន្តែរត់គេចរួចបានតែប៉ុន្មានក្បាលប៉ុណ្ណោះពេលផុតអន្តរាយហើយស្ដេចត្រកួតក៏ទូលមានបរិវារដែលរស់នៅថាសេចក្តីអន្តរាយដែលកើតមានគ្រានេះគឺដោយសារតែបង្គួយដែលជាមិត្តអាក្រក់តែម្នាក់គត់បុគ្គលដែលសែបគប់ជាមួយនឹងមនុស្សមានចិត្តបាបតែងផ្ដល់នូវសេចក្តីវិនាសមកដល់ខ្លួនជានិច្ចកាលក្រោយមកគតថពលកៈកើតជាភិក្ខុដែលសែបគប់បាបមិត្តចំណែកស្ដេចត្រកួតគឺជាអង្គតថាគតសែបគប់ពីលតែងនាំគ្រោះភ័យមកដល់ខ្លួនរឿងការមិនធ្វេសប្រហែសកាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេទលវ័នព្រះអង្គបានប្រារព្ធជាដកដល់ភិក្ខុទាំងឡាយដើម្បីរៀបរាប់អំពីហេតុដែលទេវទត្តព្យាយាមធ្វើគុតព្រះអង្គមានដំណើរថាកាលកន្លងទៅព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសីទ្រង់បានរៀបចំពិធីកម្សាន្តមួយនៅក្នុងទីក្រុងគ្រានោះមានអ្នកលេងមួយក្រុមអង្គុយផឹកស្រាជាមួយគ្នានៅពេលអស់ស្រានឹងសាច់ខ្លែមអ្នកលេងម្នាក់ក៏ពោលថានៅឯបច្ឆាជិតកំពែងក្រុងមានឆ្កែចចកមួយរស់នៅអញនឹងទៅចាប់វាមកធ្វើជាសាច់ខ្លែមនិយាយចប់គេក៏កាន់ញញួរដើរសំដៅទៅបច្ឆាភ្លាមនៅពេលទៅដល់បច្ឆាអ្នកលេងក៏ខ្លាញ់ដេកធ្វើជាសាកសពដើម្បីបោកបញ្ឆោតឆ្កែចចកឲ្យចូលមកជិតដើម្បីចាប់វាបានដោយងាយស្រួលគ្រានោះតថាគតបានកើតជាស្ដេចចចករស់នៅដោយយកបច្ឆាធ្វើជាកន្លែងសម្រាប់រកចំណីអាហារពេលបានឃើញសាកសពមនុស្សដេកស្លាប់ដូច្នោះក៏ដើរចូលទៅជិតដោយប្រយ័ត្នប្រយែងនៅពេលហិតដឹងថាពុំមែនជាមនុស្សស្លាប់ក៏គិតក្នុងចិត្តថា
មនុស្សម្នាក់នេះខ្លែងធ្វើជាដេកស្លាប់ដើម្បីចាប់ខ្លួនយកទៅធ្វើជាអាហារពិតប្រាកដណាស់ទើបឈរមើលមិនចូលទៅជិតឡើយបុរសអ្នកលេងមិនឃើញឆ្កែចចកចូលមកជិតទ្រាំលេងបានក៏ក្រាកឡើងហើយគប់ញញួរតម្រង់ទៅរកចចកតែដោយចចកប្រយ័ត្នខ្លួនជាមុនក៏គេចផុតទៅពេលដឹងថាគប់ឆ្កែចចកមិនត្រូវអ្នកលេងម្នាក់នោះនិយាយថាឯងពិតជាមានសំណាងល្អណាស់ដែលគេចផុតយ៉ាងនេះស្ដេចឆ្កែចចកឮដូច្នេះក៏ពោលតបទៅអ្នកលេងវិញនោះថាទោះជាអ្នកឯងគប់យើងខុសនៅគ្រានេះក៏ពិតមែនតែពេលអ្នកឯងអស់ជីវិតទៅអ្នកឯងក៏នៅតែមិនអាចគេចផុតពីធ្លាក់នរកនោះដែរពោលចប់ស្ដេចចចកក៏ដើរចេញពីទីនោះទៅកាលក្រោយមកអ្នកលេងម្នាក់នោះកើតជាទេវទត្តចំណែកឯស្ដេចឆ្កែចចកគឺជាអង្គតថាគតការមិនធ្វេសប្រហែសអាចធ្វើឲ្យយើងគេចផុតពីភ័យទាំងពួងបានរឿងចចកធ្វើត្រាប់តាមរាជសីហ៍កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេលវ័នព្រះអង្គបានប្រពជាដកសម្ដែងអំពីទេវទត្តដែលទៅបោកអ្នកស្រុកនៅក្នុងនគរកយាសិសៈថាខ្លួនជាព្រះតថាគតមានដំណើរថាកាលកន្លងទៅមានឆ្កែចចកមួយកំពុងដើរស្វែងរកអាហារភ្លាមនោះវាក៏ជួបនឹងរាជសីហ៍ដោយចៃដន្យដោយដឹងថាខ្លួនពុំអាចគេចផុតវាក៏ចូលទៅក្រាបនៅនឹងមុខរាជសីហ៍ហើយសូមធ្វើជាអ្នកបម្រើដើម្បីបដូរឲ្យបានរួចរស់ជីវិតកាលគ្រានោះតថាគតគឺជារាជសីហ៍បាននិយាយទៅឆ្កែចចកថាចាប់ពីពេលនេះតទៅអ្នកត្រូវចាំមើលសត្វណាដែលជាអាហារពេលជក់ហើយអ្នកត្រូវមកប្រាប់យើងនឹងចាប់វាហើយបែងសាច់ខ្លះឲ្យទៅអ្នកជាការតបស្នងចាប់តាំងពីពេលនោះមកឲ្យតែបានឃើញសត្វអ្វីចចកក៏មកប្រាប់រាជសីហ៍គ្រប់ពេលលុះដល់ថ្ងៃមួយឆ្កែចចកក៏បែកគំនិតគិតក្នុងចិត្តថាយើងក៏មានជើង4ដូចជារាជសីហ៍ដែររឿងអីយើងចាំបាច់នៅពឹងរាជសីហ៍ឲ្យរកអាហារយកមកឲ្យទៀតគិតហើយវាក៏ប្រាប់ទៅរាជសីហ៍ថាចាប់ពីថ្ងៃនេះតទៅយើងជាអ្នកទៅប្រមាញ់សត្វវិញម្ដងរាជសីហ៍គឺជាអ្នកចាំរកមើលសត្វវិញរាជសីហ៍ក៏ដាស់តឿនឆ្កែចចកថាឯងចង់ធ្វើត្រាប់តាមយើងដូច្នេះប្រយ័ត្ននាំទុក្ខភ័យមកដល់ខ្លួនណាតែឆ្កែចចកនៅតែជជែកមិនព្រមស្ដាប់ឡើយក្រោយមករាជសីហ៍បានឃើញដំរីនៅពីមុខរូងក៏ទៅប្រាប់ឆ្កែចចកពេលបានដំណឹងភ្លាមឆ្កែចចកក៏រត់ទៅខាងមុខរូងភ្នំតម្រង់ទៅរកដំរីក្នុងបំណងខំត្របាក់ក្រញីតែម្ដងតែដោយសារដំរីមានខ្លួនធំចចកមិនអាចលោតទៅត្របាក់ដល់កបានវាក៏ផ្លាត់ជើងដួលនៅពីមុខជើងដំរីហើយត្រូវដំរីជន់ស្លាប់នៅក្នុងគ្រានោះទៅកាលក្រោយមកឆ្កែចចកកើតជាទេវទត្តរីឯរាជសីហ៍គឺជាអង្គតថាគតអ្នកដែលមិនចេះប្រមាណខ្លួនចង់ធ្វើអ្វីដែលហួសពីសមត្ថភាពនិងពុំមានផ្លូវសម្រេចឡើយរឿងព្រាហ្មណ៍ឈប់បូជាភ្លើងកាលគ្
គ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតវ័នមានបុព្វជិត2អង្គរស់នៅខាងក្រោយវត្តនាគ្រានោះភិក្ខុទាំងឡាយបានឃើញអំពីទុក្ខកិរិយានិងការគោរពបូជាភ្លើងក៏នឹកឆ្ងល់ថាតើការធ្វើដូច្នេះនឹងសម្រេចឈានយ៉ាងដូចម្តេចទើបព្រះអង្គលេខយកជាដកមកសម្ដែងមានសេចក្តីថាកាលកន្លងទៅតថាគតកើតនៅក្នុងត្រកូលព្រាហ្មណ៍មួយនៅពេលពេញវ័យដោយពុំមានបំណងនៅជាខវរាជក៏ចូលទៅក្នុងព្រៃសាងអាស្រមដើម្បីបូជាភ្លើងនៅថ្ងៃមួយព្រាហ្មណ៍បានរកឃើញគោមួយក្បាលហើយមានបំណងយកគោនោះទៅបូជាភ្លើងតែអំបិលដែលប្រើសម្រាប់បូជាភ្លើងត្រូវអស់ទើបគេត្រូវធ្វើដំណើរទៅទីក្រុងដើម្បីរកទិញអំបិលពេលព្រាហ្មណ៍ចេញពីសាលាសំណាក់ទៅបាត់មានពួកព្រានដាវមកកាត់ទីនោះបានឃើញសัพគោក៏នាំគ្នាពន្លះយកសាច់អស់រលីងទៅនៅសល់តែជើងនិងស្បែកប៉ុណ្ណោះពេលព្រាហ្មណ៍ត្រឡប់ពីទិញអំបិលវិញឃើញគោដែលត្រៀមសម្រាប់បូជាភ្លើងនៅសល់តែជើងនិងស្បែកជើងដូច្នេះក៏ពោលថាភ្លើងដែលយើងខំគោរពបូជាមកជាយូរមកហើយនេះគ្រាន់តែគោមួយក្បាលមើលថែមិនបានផងតើធ្វើម៉េចនឹងអាចមកថែរក្សានិងគ្រប់គ្រងយើងបានហេតុនេះតើយើងគោរពបូជាភ្លើងតទៅទៀតដើម្បីអ្វីទៅបើជួយប្រយោជន៍អ្វីមិនបានផងនោះពោលចប់ហើយព្រាហ្មណ៍ក៏ពន្លត់គំនោភ្លើងនោះចោលរួចក៏ធ្វើដំណើរទៅបូជាឥសីបំពេញបារមីរហូតដល់សម្រេចឈានទៅកាលក្រោយមកព្រាហ្មណ៍នោះគឺជាអង្គតថាគតមនុស្សមានបញ្ញារមែងធ្វើអ្វីដែលកើតជាប្រយោជន៍